នេះគឺជាការរៀបចំទូភ្លើងប្រភេទ Trifa បងប្អូនហើយខ្សែចូលគឺមានចំនួន5សរសៃខ្សែពណ៌លឿងគឺជាខ្សែដីពណ៌ខៀវគឺជាខ្សែ node ហើយខ្សែពណ៌រាងប្រផេះនេះខ្សែ Fa ទី3ខ្សែពណ៌ខ្មៅគឺជា Fa ទី2និងចុងក្រោយខ្សែពណ៌រាងដីនេះគឺជា Fa ទី3ចំណែកឯឧបករណ៍ដែលយើងកំពុងតែឃើញពណ៌ក្រហមនេះគឺជា Switch Resistor ឧបករណ៍ការពាររន្ទះអញ្ចឹងទូនេះគេប្រើប្រាស់ជាមួយនឹងឧបករណ៍ការពាររន្ទះដើម្បីការពារគ្រឿងទទួលអគ្គិសនីបានជាខ្ញុំថាវាគឺជា Switch Resistor ដោយសារបានបញ្ចូលជាមួយនឹងខ្សែដីចំណែក Decenter នៅក្នុងទូយើងចែកចេញជា2ប្លុកមាន Monova និង Trifa ហើយ Decenter នេះគឺ Monova យើងប្រើប្រាស់ជាមួយខ្សែ2សរសៃមាន node 1 Fa 1ហើយ Decenter ដែលមានឃើញ3គ្រាប់នេះគឺជាប្រភេទ MCB គឺ Decenter បញ្ជូនខ្សែទៅ Decenter ខាងលើហើយ Decenter ខាងលើនេះគឺជាប្រភេទ Decenter 4P មាន3 Fa និង node 1ហើយជាប្រភេទ Decenter ឆក់លោតផងដែរហើយ Decenter 1P នេះគឺជា Decenter បញ្ជូនខ្សែទៅគ្រឿងទទួលឬក៏តាមប្លុកនីមួយៗតាមតំបន់ដែលគេបែងចែក